ឲ្យសារតែគ្នាយើងនឹងសួរខ្ញុំច្រើនពេកថា account តែ server នឹងគេបង្កើតរបៀបម៉េចឥឡូវខ្ញុំចេញវីដេអូប្រាប់ហើយគ្នាយើងអត់មានអីពិបាកទេ account តែ server លុយគ្នាយើងអាចទិញពេកក៏បានយើងអាចលេង hero ថ្មីមុនចេញក៏បានដែរនិយាយទៅថាអេមបដៅគ្នាយើងមានតែ server មួយនេះដូចជាអេមមែនទេហើយ account ខ្ញុំទៅបង្កើតមិញហ្នឹងអ្នកនរគ្នាដូចឃើញអញ្ចឹងណាថារូបរាង D-Road គេចេញថ្មីគ្នាយើងគេ revamp ថ្មីលុយមែនទេបដៅហើយគ្នាយើងក៏លេងមកមើលកន្លែងនេះនៅពេលដែលខ្ញុំវាយឈ្នះគ្នាយើងប្រកាសជាឃើញហើយវា load បែបនេះដឹងតែ server ឲ្យគ្នាយើង 100% ដឹងតែ server ហ្មងតិចថាខ្ញុំបោកទៀតខ្ញុំអត់ដឹងទៅនិយាយមិនទៀតទេរបៀបបង្កើតវានឹងគឺថាស្រួលមែនទេអ្នកនរគ្នាខ្ញុំនិយាយមែនណាប៉ុន្តែមិនចូលដល់វីដេអូសង្ឃឹមថាគ្នាយើងមិនចិត្តអាក្រក់ណាឲ្យមេដៃហើយកុំភ្លេច share វីដេអូនេះទុកមើលម្នាក់មួយផងណាគ្នាយើងតោះចូលទៅវីដេអូយើងបង្កើតទាំងអស់គ្នាខ្ញុំបញ្ជាក់អ្នកនរគ្នាហើយការបង្កើតនឹងបានទៅលើ iPhone ទេអ្នកនរគ្នាយើងចុចចូលក្នុង App Store យើងមកមកអ្នកនរគ្នាគ្រាន់តែវាយអក្សរតាមខ្ញុំចឹងមកអ្នកនរគ្នានឹងឃើញកម្មវិធីមួយហើយគ្នាយើងគ្រាន់តែចុច down មកណា down តាមដូចខ្ញុំចឹងមកគឺកម្មវិធីមួយនឹងឯងយើងបន្ទាប់មកយើងចូល Safari របស់យើងមកគ្នាយើងហើយគ្នាយើងវាអក្សរដូចខ្ញុំចឹងមកណាគឺថាអត់មានអីពិបាកទេគ្នាយើងស្រួលខ្លាំងមែនទេខ្ញុំនិយាយមិនអត់មានអីពិបាកបដ ហើយចឹងអ្នកនរគ្នាគ្រាន់តែធ្វើការវាអក្សរដូចខ្ញុំចឹងមកគ្នាយើងប្រកាសជាឃើញហើយធានាមកគ្នាយើងអត់មានរឿងអីអត់បានទេខ្ញុំ 100% ដឹងតែបានមកគ្នាយើងអ្នកនរគ្នាកុំចុចអាខាងលើណាអូសចុះមកខាងក្រោមគ្នាយើងព្រោះអីវាមាន link 2រួចទៅអ្នកនរគ្នាចុះមកក្រោមមកប្រកាសជាឃើញនេះគេឲ្យយើងនឹង down MLBB មួយទៀតគ្នាយើង MLBB ហ្នឹងគឺជា MLBB test server គ្នាយើងចឹងអ្នកនរគ្នាចុច down វាឲ្យពេញមកគ្នាយើង down បានហើយចឹងនៅពេលអ្នកនរគ្នា down ពេញគ្នាយើងគ្រាន់តែចុចចេញមកអ្នកនរគ្នាប្រកាសជាឃើញហើយ MLBB របស់យើងហ្នឹងគឺថាវាមាន2គ្នាយើងមួយហ្នឹងគឺថា original ហើយមួយទៀតហ្នឹងគឺថា MLBB test server របស់យើងហ្នឹងហើយគ្នាយើងហើយរបៀបធ្វើវាគឺប៉ុណ្្នឹងឯងសាមញ្ញស្រួលមែនទេខ្ញុំនិយាយមែនណា easy ស្រួលហ្មងគ្នាយើងហើយសម្រាប់អ្នកគ្នាយើងប្រើ Android ណាគ្នាយើងអាចជួលខ្ញុំមកធ្វើបានអ្នកនរគ្នាខ្ញុំយកទៅ$1ទេឲ្យធ្វើឲ្យអញ្ចឹងណាតែសម្រាប់គ្នាយើងដែលមាន iPhone អីគ្នាយើងធ្វើខ្លួនឯងទៅដោយសារតែវាអត់មានអីពិបាកទេគ្នាយើងដូចជាខ្ញុំបានប្រាប់អញ្ចឹងអត់មានអីពិបាកទេអញ្ចឹងជាចុងក្រោយសម្រាប់អ្នកគ្នាយើងណាដែលគាត់ត្រូវការ top up ពេកដែលមានតម្លៃថោកសមរម្យសុវត្ថិភាពខ្ពស់មិនប៉ះពាល់ដល់ account ណាគ្នាយើងកុំភ្លេចអសោះដាក់តាមការីណា top up ហើយរបៀប top up ហ្នឹងគឺអត់មានអីពិបាកទេគ្នាយើងអាចដាក់តាម page គាត់ផ្ទាល់ក៏បានឬក៏ដាក់តាម website ក៏បានដែរគ្នាយើងហើយសម្រាប់ the link គឺខ្ញុំដាក់នៅខាងក្រោម comment អ្នកនរគ្នាដាក់ភ្លាមនឹងបានភ្លាមហ្មងលឿនហើយសុវត្ថិភាពទៀតអញ្ចឹងចាំជួបគ្នាវីដេអូក្រោយ